ប្រយោជន៍6យ៉ាងដ៏គួរឲ្យភ្ញាក់ផ្អើលបានពីការទទួលទានផ្លែម្ទេសម្ទេសជាប្រភពនៃវីតាមីន A B C និង E និងសារធាតុរ៉ែជាច្រើនមានដូចជា Manganese អាស៊ីតហ្វូលិក Potassium និងទង់ដែងម្ទេសមានបរិមាណវីតាមីន C ច្រើនជាងក្រូចចំនួន7ដងឯណោះនិងជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរខាងក្រោមនេះគឺជាមុខងារដ៏គួរឲ្យភ្ញាក់ផ្អើលនៃផ្លែម្ទេស 1. បន្សាបជាតិពុលម្ទេសដើរតួនាទីជាអ្នកបន្សាបជាតិពុលដោយបណ្ដេញកាកសំណល់និងជាតិពុលចេញពីរាងកាយរបស់យើងនិងបង្កើតការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឲ្យជាលិកាវាក៏មានតួនាទីក្នុងការសម្អាតក្រពះពោះវៀនផងដែរដោយជួយក្នុងការរំលាយអាហារ 2. បំបត្តិការឈឺចាប់ម្ទេសផ្ញើការបញ្ចេញអរម៉ូនវាជួយបំបត្តិការឈឺចាប់ដែលបង្កឡើងដោយសារជំងឺរើការរលាកឆ្អឹងខ្ចីជំងឺសរសៃប្រសាទដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមនិងការរោយសាច់ដុំនៅស្មាវាក៏ជួយកាត់បន្ថយការឈឺចាប់ដែលបណ្ដាលមកពីការរលាកសន្លាក់ផងដែរ 3. ម្ទេសជំរុញលំហូរនៃឈាមស្រស់ទៅកាន់តំបន់ឆ្លងមេរោគឈាមស្រស់មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ 4. ខួរក្បាលសារធាតុសកម្មដែលមាននៅក្នុងម្ទេសផ្ញើខួរក្បាលក្នុងការបញ្ចេញអរម៉ូនហើយផ្ដល់នូវអារម្មណ៍រីករាយដល់យើងនៅពេលដែលយើងបានបរិភោគវា 5. ជំងឺមហារីកវាត្រូវបានគេកត់សម្គាល់ឃើញថាវីតាមីន C និងអាស៊ីតហ្វូលិកដែលមាននៅក្នុងផ្លែម្ទេសបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបាន 6. ជំងឺគាំងបេះដូងម្ទេសសម្បូរទៅដោយវីតាមីន B6 និងអាស៊ីតហ្វូលិកវីតាមីន B ជួយកាត់បន្ថយកម្រិតខ្ពស់ហានិភ័យនៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល